ដោយមានការអនុញ្ញាតពីឯកឧត្តមឧត្តមសេនីយ៍ឯកជួនណារិនអគ្គស្នងការរងគោបាជាតិនិងជាស្នងការរាជធានីភ្នំពេញនាសៀលថ្ងៃអាទិត្យ14រោចខែពិសាខឆ្នាំម្សាញ់សប្បុរស័ក2569ត្រូវនឹងថ្ងៃទី25ខែឧសភាឆ្នាំ2025ដឹកនាំដោយលោកវុសេនីឯកព្រំយន្តនាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចាត់ឲ្យលោកវុសេនីតូពើវុធីនាយរងការិយាល័យរួមជាមួយមន្ត្រីជំនាញចំនួន05រូបចុះផ្សព្វផ្សាយអប់រំណែនាំការងារបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះដល់ពលរដ្ឋស្ថិតនៅសង្កាត់ក្រាំងក្នុងខណ្ឌសែនសុខរាជធានីភ្នំពេញដែលមានផ្ទះប្រជាពលរដ្ឋរស់នៅសរុប10ខ្នងនិងមានប្រជាពលរដ្ឋចូលរួមចំនួន10នាក់ជាប្រភេទផ្ទះស្នាក់នៅនិងប្រភេទអាជីវកម្មជាលក្ខណៈគ្រួសារនិងបងប្អូនជាអាជីវករលក់ដូរនៅតាមតំបន់កំសាន្ត Walk Street និងឲ្យបានយល់ដឹងពីគ្រោះថ្នាក់អគ្គិភ័យក៏ដូចជាណែនាំអំពីវិធីបង្ការនិងវិធីសង្គ្រោះរួមមាន 1. របៀបប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យនិងត្រួតពិនិត្យបំពង់ពន្លត់អគ្គិភ័យ 2. ណែនាំប្រជាពលរដ្ឋអំពីការប្រើប្រាស់ហ្គាសនិងប្រព័ន្ធអគ្គិសនីឬសារធាតុផ្សេងដែលអាចបង្កឲ្យគេមានគ្រោះថ្នាក់អគ្គិភ័យ 3. ណែនាំប្រជាពលរដ្ឋឲ្យមានការដាក់បំពង់ពន្លត់អគ្គិភ័យនៅក្បែរទីតាំងលក់ដូររបស់ខ្លួនជៀសវាងមានបញ្ហាកេតលែងផងដែរ